Vâng, hay là khi họ ngay đang phở ChatGPT mình tái này thấy đang tha ChatGPTในក្នុងមួយសប្តាហ៍មានអ្នកប្រើប្រាស់ចំនួន800លានអ្នកដែលក្នុងនោះគឺមួយលើ4នៃគឺ200លានអ្នកឯដែលប្រើ ChatGPT ដើម្បីប្រឹក្សាទាក់ទងនឹងជំងឺរបស់គាត់អញ្ចឹងវាបង្ហាញសងហាញថា ChatGPT វាគឺជាកន្លែងមួយដែលមនុស្សសុខចិត្តទៅសួរដើម្បីប្រឹក្សាទៅនឹងជំងឺរបស់គាត់ជាជាងទៅរើមជាដិតថ្មីហ្នឹងខ្ញុំបានអានប៉ះព័ត៌មានមួយ OpenAI ឬ ChatGPT ហ្នឹងគឺគាត់បានទិញក្រុមហ៊ុន startup មួយដែលឈ្មោះថា Torch ក្នុងតម្លៃ$100 លានដើម្បីប្រមូលនៅទិន្នន័យសុខាភិបាលទិន្នន័យជំងឺរបស់អ្នកគ្នាហ្នឹងអញ្ចឹងនៅពេលដែលអ្នកឆាតជាមួយ ChatGPT វានឹងដឹងអំពីអ្នកនរគ្នាកាន់តែច្បាស់ប្រវត្តិជំងឺរបស់អ្នកគ្នាកាន់តែច្បាស់ជាងមុនទៀតដល់ដំណាក់កាលហ្នឹងគឺមានន័យថានៅក្នុង ChatGPT វាអាចចេះរឿងជាច្រើនហើយវាមិនចេះធម្មតាទេគឺ level ណាថា doctor ឬក៏អ្នកដែលនៅក្នុង field ហ្នឹងចំនួនអាចថា expert ហ្មងយូរមែនតើថា10ឬ20ឆ្នាំអញ្ចឹងវាកាន់តែធ្វើឲ្យ ChatGPT ហ្នឹងល្អជាងមុនទៀតអញ្ចឹងនេះយកយ៉ាងណាដែរចំពោះការទិញក្រុមហ៊ុន medical startup Torch អំពី OpenAI ហ្នឹងសូមទម្លាក់ comment នៅខាងក្រោមបើសិនអ្នកនរគ្នាមានមតិយ៉ាងណាដែរ